បេក្ខភាពប្រធានក្លឹប Benfica លោកโจអាវ Noronha Lopes បានបញ្ជាក់យ៉ាងរំជើបរំជួលថាគាត់បានពិភាក្សាជាមួយតារាឆ្នើមរបស់ក្រុម Manchester City កីឡាករ Bernardo Silva អស់រយៈពេលជាយូរមកហើយអំពីការវិលត្រឡប់ទៅកាន់ក្លឹបកុមារភាពរបស់គាត់ថ្លែងនៅក្នុងអំឡុងការជជែកដេញដោលក្នុងយុទ្ធនាការមួយនៅមុនការបោះឆ្នោតសម្រេចក្នុងខែវិច្ឆិកាលោក Lopes បានរំលឹកឡើងវិញនៅការសន្យារបស់គាត់ក្នុងការនាំយកកីឡាករអន្តរជាតិប៉ូទុយហ្គាល់ត្រឡប់ទៅកាន់ទីក្រុង Lisbon វិញប្រសិនបើគាត់ជាប់ឆ្នោតលោក Lopes បានរំលឹកឡើងវិញនៅជំហររបស់គាត់នៅអាការជជែកដេញដោលកាលពីថ្ងៃប្រហ័សដោយទទូចថាទំនាក់ទំនងរបស់គាត់ជាមួយ Silva មានភាពស៊ីចង្វាក់គ្នានឹងពិតប្រាកដគាត់បាននិយាយថាខ្ញុំពិតជាចង់នាំគាត់ត្រឡប់មកវិញខ្ញុំបាននិយាយជាមួយគាត់យូរមកហើយគាត់គឺជាមនុស្សដែលខ្ញុំកោតសរសើរគាត់ជាអ្នកគាំទ្រ Benfica ដ៏អស្ចារ្យម្នាក់គាត់បានបន្តសង្កត់ធ្ងន់លើការគោរពរបស់គាត់ចំពោះការបដិញ្ញាចិត្តបច្ចុប្បន្នរបស់ Silva នៅ Manchester City ដោយនិយាយថាគាត់យល់ពីមូលហេតុដែលកីឡាករមិនអាចនិយាយជាសាធារណៈលើបញ្ហានេះ Lopes បានបន្ថែមថា Bernardo ធ្វើការសម្រេចចិត្តដោយខ្លួនឯង